ក្នុងរាត្រីកាលដ៏ស្ងប់ស្ងាត់មួយបានផ្ដិតជាប់នៅរូបភាពដ៏សែនសោកសង្រេងជាខ្លាំងចំពោះបុរសជំទង់ម្នាក់ប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងនិងលោកស្រីម៉ារីនលឺប៉ែនដែលជាគូប្រជែងនឹងប្រកួតគ្នាម្ដងទៀតនៅថ្ងៃអាទិត្យទី24ខែមេសាក្នុងជុំទី2នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងខ្ញុំសូមរំលឹកថាជាក់ស្ដែងប្រទេសអាស៊ានមិនបានទទួលស្គាល់រដ្ឋាភិបាលក្រុងភ្នំពេញនោះទេហើយរដ្ឋាភិបាលក្រុងភ្នំពេញក៏មិនបានទទួលស្គាល់ភាគីខ្មែរក្រហមដែរ